មេនេះគឺចង្រៃខ្លាំងមែនទែនត្រឹមតែទូរស័ព្ទដៃមួយគ្រឿងហ៊ានធ្វើទាំងនេះដាក់ឪពុកម្ដាយក៏ត្រូវបានប្រជាជនឥណ្ឌាជេរដាក់ប្រាសាខ្លាំងមែនទែនទោះបីជាស្លាប់ទៅជាខ្មោចហើយក៏ដោយមុននឹងចូលទៅប្រធានរបស់នេះបន្តនេះគឺជា channel YouTube របស់ខ្ញុំហើយកុំភ្លេចជួយចុច follow នៅ page របស់ខ្ញុំម្នាក់មួយផងរឿងរ៉ាវនេះគឺផ្ដើមឡើងចេញពីការសុំលុយម៉ែឪទិញ iPhone 17 Pro Max មិនបានហ៊ានគម្រាមលោតពីលើភ្នំហើយថែមទាញទាញម៉ែឪដែលលូតជង្គង់អង្វរសម្ភារខ្លួនឲ្យធ្លាក់ទៅស្លាប់ទាំងអស់គ្នាទៀតរឿងនេះគឺកំពុងតែកក្រើកហើយរងការដាក់ប្រាសាពេញប្រទេសឥណ្ឌាតែម្ដងពាក្យស្លោកមួយតែងតែនិយាយថាកូនគឺជាកែភ្នែករបស់ឪពុកម្ដាយប៉ុន្តែសម្រាប់ប្តីប្រពន្ធមួយគូនេះកូនប្រុសរបស់ពួកគាត់គឺជាយមរាជក្មេងប្រុសម្នាក់នេះគឺមានឈ្មោះថាកូនណាអាយុទើបតែ16ឆ្នាំប៉ុណ្ណោះតែចិត្តខូខើជាងសត្វដេរិឆានទៅទៀតរឿងរ៉ាវផ្ដើមឡើងដោយសារតែក្មេងប្រុសម្នាក់នេះបានទារលុយឪពុកម្ដាយដើម្បីទិញទូរស័ព្ទស៊េរីថ្មីចុងក្រោយគឺ iPhone 17 Pro Max ដោយសារតែជីវភាពគ្រួសារមិនសូវធូរធារឪពុកម្ដាយក៏បានប្រាប់កូនដោយស្រួលៗថាកូនហើយប្រើរបស់ចាស់សិនទៅពុកមិនទាន់មានលុយទេចាំមានលុយចាំទិញថ្មីឲ្យតែបងប្អូនទាំងអស់គ្នាអាក្មេងប្រុសម្នាក់នេះគ្រាន់តែឮពាក្យថាអត់លុយទិញឲ្យភ្លាមណាទូកំហឹងដោយភ្លើងឆេះព្រៃវាចាប់ផ្ដើមលោឡាឆ្លោះប្រកែកវាកំទេចរបស់ពេញផ្ទះគ្មានសល់ហើយថែមទាំងរត់ចេញពីផ្ទះឡើងទៅលើកំពូលភ្នំដើម្បីគំរាមឪពុកម្ដាយវាទៀតវាគំរាមថាបើមិនទិញទូរស័ព្ទ iPhone 17 Pro Max ឲ្យវានៅពេលនេះទេវានឹងលោតសម្លាប់ខ្លួនឥឡូវឃើញកូនរបស់ខ្លួនបែបនេះពួកគាត់ក៏ប្រញាប់រត់ទៅតាមលួងអង្វរកូនទាំងទឹកភ្នែកម៉ែឪហ៊ានលូតជង្គង់សំពះអង្វរកូនកុំឲ្យលោតតែអាក្មេងចង្រៃម្នាក់នេះនៅតែរឹងចោជេគិតតែពីរឿងទូរស័ព្ទមួយគ្រឿងឪពុកក៏ស្ទុះទៅចាប់កូនទាញមកវិញក៏ប៉ុន្តែជាអកុសលអាក្មេងនេះបែរជាលោតទម្លាក់ខ្លួនហើយទាញទាំងឪពុកដែលស្ទុះទៅជួយនោះឲ្យធ្លាក់ពីលើកំពូលភ្នំស្លាប់យ៉ាងអណោចអធមចំណែកឯម្ដាយនៅពេលដែលឃើញស្ថានភាពដ៏តក់ស្លុតបែបហ្នឹងនៅនឹងមុខសួរថាអ្នកណាអាចកាត់ចិត្តបានប្តីជាទីស្រឡាញ់កូនជាទីស្រឡាញ់ចុងក្រោយគឺទៅទាំងអស់គ្នាពេលនេះប្រជាជនឥណ្ឌាគឺកំពុងតែដាក់បណ្ដាសានិងហៅអាក្មេងនេះថាជាក្មេងចង្រៃនិងជាឃាតករដែលសម្លាប់ឪពុកម្ដាយឯងព្រោះតែទូរស័ព្ទមួយគ្រឿងតើបងប្អូនយល់យ៉ាងណាចំពោះរឿងរ៉ាវនេះកុំភ្លេចបញ្ចេញមតិម្នាក់មួយនៅក្នុងវីដេអូនេះម្នាក់មួយផង